ជ្រូកព្រៃនឹងចចមានចចមួយក្បាលឈរមើលជ្រូកព្រៃកំពុងសំលៀងចាយរបស់វានឹងកោឈើចចបានសួរថាហេតុអ្វីក៏បងជ្រូកព្រៃធ្វើយ៉ាងនេះពួកព្រានព្រៃមិនចេញប្រមាណទេនៅថ្ងៃនេះជ្រូកព្រៃបានឆ្លើយវិញថាតើអីខ្ញុំធ្វើទៅនៅពេលមួយដែលជីវិតរបស់ខ្ញុំមានគ្រោះថ្នាក់ខ្ញុំមកជានឹងត្រូវការចែរបស់ខ្ញុំជាមិនខានហើយពេលនោះខ្ញុំគ្មានពេលសំលៀងវាទេទំនាក់អារម្មណ៍ពេលវេលាមិនរងចាំយើងឡើយធ្វើកិច្ចការឲ្យបានល្អនៅថ្ងៃនេះកុំចាំថ្ងៃស្អែកសូមអរគុណសុខភាពល្អ